កលៀលត់មកតែមិនយ៉ាងទេគាត់អត់មានដៃមយុនវាយចោលទេគឺអាចនឹងអត់មានអីទុកពីកលៀបោកគាត់បាទyes spell emblem ហើយយ៉ាយកពាក់កណ្ដាលតែងពាក់កណ្ដាលឡើងឈាមធំលោតជាមួយនឹងឈាមក៏ដូចជាកន្លែងនេះជាមួយនឹង Disvan ឡើងឈាមទាំងកាត់ធន់ទាំងកាត់ធន់យកតែម្ដងទៅឲ្យគេអត់តែមិនអីក្នុងការវាយគាត់ទេបាទនៅ early ព្រោះតែកលៀគេហ៊ានវាយឯងតែ passive គេវាយទៅឡើងឈាមបាទចំណុចទុយមួយដែលកលៀនហ្នឹងចំណេញត្រង់ថាយកឈាម 10% ហ្នឹងបោះក្រកទៀតបាទអញ្ចឹងចំណេញឈាមច្រើនមែនទេបាទខ្ញុំមើលបាទយើងក៏មានជាមួយនឹង Legend Cinema ដែរអញ្ចឹងអ្នកទាំងគ្នាអាចទស្សនាភាពយន្តល្បីៗក៏ដូចជាញ៉ាំអាហារឆ្ងាញ់ហើយដែលមានទីតាំងក៏ដូចជាកន្លែងដែលមានផាសុកភាពក៏ដូចជាកៅអីធំទូលាយផងដែរដែលចាក់បញ្ចាំងសុទ្ធតែរឿងល្បីៗហើយសម្រាប់ដែរ fan Mobile Legend ក៏អាចធ្វើការទិញសម្បត្តិរាល់ប្រភេទសម្បត្តិទាំងអស់គឺមានការ discount 10% ផងដែរបាទលោចកាប់ចង់មើលរឿងថ្មីComplete Legend Cinema តគួរអីហ្នឹងមិនត្រូវភ្លេចទេហ្នឹងហើយគួរតគួរអីក៏មានដៃគូអត់មានដៃគូមើលជាមួយបាទអត់មានឯងប្រពន្ធខ្លួនឯងនេះក្តៅតែខុស sponsor មាន sponsor ខាងក្រុមហ៊ុនតាគូទេពេលបាន ticket មកមើលតែម្នាក់ឯងមើលមិនអស់សោះចាំមើលមួយទូចបាទចាឥឡូវពេលជាមួយនឹងថតទី1ក៏មានការបើកគោបវាយយកតែម្ដងជាមួយនឹងការហក់ជាប់ពី King Airy ធ្វើការចិញ្ចឹមទៅលើ Disvan ធ្វើការបាត់ជាមួយនឹង First Ball ទៅលើ King Airy ក៏មានការ trip user បាល់អត់តែពីមុនមានរបស់ Asu បាទមានការចាប់បោល What មានរបស់ Disvan ធ្វើការចាប់បោលយកតែម្ដងវាយតែជាមួយនឹងសាក់ស៊ូធ្វើការបណ្ដាជាមួយនឹង What មានរបស់ Asu សាក់ស៊ូទៅដូចគ្នាតែហើយជាមួយនឹង King Airy អត់មាន flicker ទេចាំតាណាវាយ What មានរបស់ Disvan ធ្វើការវាយយកតែម្ដងជាមួយនឹង What មានរបស់ Cypher មកឡាយក្រាស់ទេបុកមកទីទៅលើ What មានរបស់សាចៃ flicker មួយអាចមានការបញ្ហាដែរទៅជាមួយនឹងការដកថយសាមណៃចុងក្រោយពីគូសេនមកទីធ្វើការដែរជាមួយនឹង What មានរបស់ឡាយដូចគ្នា No អាយ៉ាមិញចំណេញលើគោកបាទឥឡូវខាតអស់គោម្នឹមបាទតើហើយ Disvan បើកម៉ែប៉ុន្តែឃើញសាក់ស៊ូធម្មតាអត់បញ្ហាសម្រាប់គាត់នេះគ្នាបាទលងខ្លួនអាក្បាលដំបងក៏ឃើញប្រម៉ូសិនល្អដាក់ម៉ាំងឥឡូវចូលដើមអស់ skill អលេងមកតែព្យាយាមនៅវាយទៀតបាទឡាយនោះលំដៃដែរចង់វាយដែរបុកទៅប្រហើយបាទអ៊ីសូនៅក្បែរនេះបោះ Shadow ដែរទេអត់បោះទេដក Poison D7 ចង់ព្យាយាមចាប់ទៅលើសមាជិករបស់ Team Mac បានតែ Cypher ក៏ដូចជា Bimo ក៏គេធ្វើការដឹងដែរបាទតែ game នេះ Purify 2បាទចេញពី Bimo ក៏ដូចជា Lai បាទអញ្ចឹងអ្នកដែល target នៅក្នុងការចាប់មានតែចាប់ទៅលើ Cypher ក៏ដូចជា King Airy បោក Bimo មុនគេយកតែម្ដង Purify ដែរជាមួយនឹងការផ្ដាច់រង្វាន់របស់ Bimo នេះស្វែងទៅលើ Bimo ផ្ដាច់យកមកជាមួយនឹងសាក់ស៊ូក៏ចាក់ទៅលើសាវិញដូចគ្នាដែរចាមិនដូចជាមួយនឹងមេឃបាយទៀតYes sir បាទគូនេះវាយគ្នាស្មើសាច់បាទអញ្ចឹងបច្ចុប្បន្នកាលបើយើងមើលទៅ goal ខុសគ្នាបន្តិចបន្តួចទេប៉ុន្តែអីដែលតែមគឺបានទៅលើ total គឺបានទៅខាង Pro Esport បាទចឹងជាប្រភេទរ៉ូដៃចាំ color ទាំងពីរគឺបានលេងទៅលើ Assassin ដូចគ្នាបាទlevel 6ក៏ដូចជា level 6ដូចគ្នាសម្រាប់គូហ្សែនប៉ុន្តែអ្វីដែលសំខាន់សម្រាប់គូហ្សែនគឺគេបានមក kill នៅក្នុងដៃប៉ុន្តែ live អត់ទាន់បាន kill ទេបាទនៅខាងលើ Disvan ធ្វើការ check map ចំជាមួយនឹង Cypher ចាប់អុកចាប់បោកយកតែម្ដងចង់តែណាប៉ុតជាមួយនឹង Wall បងវាយដែរទេជាមួយនឹង Waterman របស់ live មាន ulti តែវាយទេមានអារម្មណ៍ថាវាយជាមួយនឹង Disvan ដូចមិនសូវឈឺអញ្ចឹងក្រត់តែឈាមតែប៉ុណ្ណោះវាយមិនកើតគេចាប់តែបាត់លើបាទអញ្ចឹង total នេះគឺជា total ទី2 Purify របស់ Lai ក៏ដូចជា Bimo ក៏ធ្វើការ cool down ពេញផងដែរបាទទៅបើមកពី Felix ធ្វើការជាមួយនឹងការប្រើ passive របស់គាត់ទៅលើ Cypher ដូចគ្នាប៉ុន្តែយកមកជាមួយនឹង Disvan កាប់បោលភ្លេចមកចាប់បោលបានឬក៏បានចាប់បោលខោបានហើយជាមួយនឹងការចាប់បោលវាយ retrieve សិនពីសាស៊ូបាល់អត់ខ្លាំងតែជាមួយនឹងការបុកយកទៅថោប៉ុន្តែយកមកជាមួយនឹង Disvan អត់មាន flicker ក៏មិនអាចទៅណារួចដូចគ្នាសារធ្វើការប្រឡែងជាមួយនឹងចាមួយផងដែរជាមួយនឹងការដកថយយកទៅថទី2នៅតែបានទៅលើ Team Make ច្បាស់ aggressive ណាវាយ Team Fight 5ស្មើឥឡូវយើងមើលពី total ទេណាវាយអត់ឈ្នះ Team Mac ទេណាបាទវាយអត់ឈ្នះ Team Mac ទេបាទតែ Pot total គេវាយនៅ total ទី1បាទ Pot total គឺវាយក្នុង total វាយឈ្នះគេទេបាទឥឡូវ Mac ចាប់ផ្ដើមលេងសកលមកវិញហើយយើងវាយឈ្នះគេតែនៅដី total ចូលដីគេបាក់ថ្មិញទេឡើយបើដោយសារ game នេះបើយើងមើលទៅសម្រាប់ខាង Pro បើយើងមើលទៅគឺប៉ឹងទៅលើultimate របស់ D7 ហ្នឹងណាតោះត D7 ចាប់ទៅលើសមាជិករបស់ខាង Team Mac មួយណាមកបានទៅងាយស្រួលក្នុងការលេងតែបើសិនថាគាត់ចង់ចាប់ទៅលើ Bimo មិញចេញ Purify ultimate របស់ D7 បាទឆាចោលយកហ្មងបាទ Live Purify សាក់ស៊ូលឿនបាទសាក់ស៊ូនេះគេដឹងតែវាយបដោហើយបាទគេ immune គេ immune ចោលក្បត់ចោលទៀតបាទចាំមើលមកការឆ្នៃ game នៅក្នុង game មួយនេះនឹងទៅជាងណាជាមួយនឹង D7
ធម្មតានេះ Romer គេតែងតែ read សាច់ game ចាំបើសិនជា enemy មាន spell គេបង្ខំឲ្យ first spell ចាពេលគាត់ down spell គេទៅ force ឲ្យមាន kill ទៅលើ hero ហ្នឹងទាន់ spell ព្រមគឺដល់ game មួយនេះ game ទី2នេះសម្រាប់ D7 ត្រូវការដាក់សម្ពាធទៅលើ D7 បន្តិចបាទព្រោះដោយសារ D7 គឺសំខាន់ណាស់ការចាប់ផល D7 នេះគឺការចាប់មួយគឺសំខាន់ហ្មងបើសិនថាចាប់ខុសដូចមិនគឺចាញ់ team fight ទៀតបាទ គាត់ព្យាយាមចាក់ទៅលើសាក់ស៊ូអូសាក់ស៊ូធ្វើការស៊ីងមួយស៊ីងពីរចាក់អាទីវីសិនទៅលើសាប៉ុន្តែសាមិនទាន់ធ្លាក់ជាមួយនឹងចាទេជាមួយនឹងការដកថយមកវិញ Sky Pizza បាទហើយច្រាមមួយពី King Airy ច្រាមទៅលើ Felix យកតែម្ដងជួយនៅ Felix ហើយយ៉ា farm ក៏បាទជាមួយនឹង Expert របស់ King Airy មិនឲ្យ face game អត់ clear minion គេយកប៉ុបានមួយនេះអា face game តិចៗនេះដែល Philippines ដោគេឲ្យប្រោតជាប់មកវាយគ្នាត្រូវតែអស់ minion បុកផ្ទះបាទទៅហើយអ៊ីស៊ូធ្វើការបោះជាមួយនឹង Shadow ស៊ីងមួយស៊ីងពីរពីវត្តមានរបស់សាក់ស៊ូចាប់មកខាងក្រៅវិញហើយជាមួយនឹងអ៊ីស៊ូអានេះមានបញ្ហាដែរទេកាប់ combo flick បាយមកជាមួយនឹងវត្តមានរបស់ King Airy ចាក់ជាមួយនឹងការកៅរំ clear អាចនឹងរកថយបានទេជាមួយនឹងអ៊ីស៊ូក៏មានការបាត់បង់គ្នាមក rotation មួយទល់នឹង4ទៀតដល់ជាមួយនឹងការចាប់មកទៅលើ Felix បន្តែ Felix តាមខ្លាំងបន្តែជាមួយនឹងសាក់ស៊ូក៏មានការផ្ដាច់ពីទី7ផងដែរល្អខ្លាំងបន្តែជាមួយនឹងការផ្ដាច់តែខ្លាំងទេពីឡាយអាទីពីសាក៏មានការបោកវាយយកដល់អាចមានបញ្ហាដែរទេជាមួយនឹងឡាយសោឈិមបន្តែជាមួយការបោកវាយទៅដល់ Felix បើមកពី Felix អត់មានអ្វីជាមួយនឹង Felix ទេទី7ធ្វើការขับឆ្លើយជាមួយនឹងការផ្ដាច់ទៅលើការបាត់ត្រៀមប្រគៀទៅលើគូសែនដូចគ្នាផងដែរនឹង Mania ទៅកាន់គូសែននេះគឺមិននៅតែល្អ front line ពី Philly នេះគឺមិនទោះបីជា gameplay របស់ Mate នៅក្នុង game នេះហើយជាមួយនឹងជាងដែលចេញមកពី Cypher ល្អយ៉ាងណាក៏ដោយប៉ុន្តែនៅតែមិនអាច sell ជាមួយនឹងសាក់ស៊ូបានទេផ្ទុយទៅវិញបានដល់ទៅ4 kill នៅក្នុង team fight នេះពី Pro Esports 30 stack ពេញបប wow បាទចេញពីគូសែនការរត់ថែបគូសែនមកមិញឈាមគាត់តែឃើញអូយសម20% 30% គូសែនសบายមាញ់បាត់ហើយបបទៅប្រហើយបើមួយបើពីរជាមួយនឹង Cypher បើ skill មានយុទ្ធផងដែរពី D7 ក៏អត់មានការបោកអ៊ីចបាទ 2K goal lead បាទអាខៀនលើហើយ 2K goal lead ហើយឈ្នះ game ទី1ទៀតឥឡូវមិនចាប់ដើមគិតដល់សម្ពាធណាបាទចេះតែមើលថាគាត់នឹងអាចខំសាច់ game នេះឲ្យមាំមកវិញដែរឬទេហ្គេម team make ត្រូវទ្រាំធ្វើមិនឲ្យឡាយមាន item ផ្ទិនបាទឡាយអត់មាន item ទេបាទការវាយរបស់គាត់វាយគេនៅសល់អត់តមានជាមួយនឹង damage គ្រប់គ្រាន់ក្នុងការផ្ដាច់ទៅលើសមាជិករបស់ខាង Pro បាទប៉ុន្តែ game នេះ Felix ថែងបានដោយសារតែគេយក one shot combo នឹងទៅបុក Izu អញ្ចឹងឥឡូវមើល game នេះបើសិនជាមានការបោកជាមួយនឹង Felix វិញតើបុកដាច់អត់បាទតែបោកដាច់តែឥឡូវទេតិចទៀត Felix នឹងចេញ win the crown ចេញអីបោកទៅទេអាលីមាន skill ទី1មាន flick មាន win the crown គឺអញ្ញាយកតែមែនទេបាទអញ្ចឹងចាំមើលថានឹងមានការបោក Felix ដែរទេសៀលមកហើយ D7 ចង់ទៅណាហក់មួយធ្វើការដកថយបន្តែ King Airy ជាមួយនឹងការបោកច្រាំងយកដល់ជាមួយនឹងការចាប់បោកទៅលើ King Airy ធ្វើការ knock up មើលផងដែរពីសាយបោកបាល់លោកទៅជាមួយនឹងការ break បាន D7 ក៏ជាសាផងដែរប៉ុន្តែប្រគៀទៅលើ King Airy ចាប់បោកបន្តទៀតពីអេស៊ូមានការ shut down ជាមួយនឹងការ break យកដល់ពីប៉ុន្តែមានរបស់សាក់ស៊ូធ្វើការចាក់មួយចាក់ពីរប៉ុន្តែ Felix មានការដកថយមកវិញផងជួយនឹងសាក់ស៊ូមិនអាចទៀតពីការដាំដល់គៀពីគូសែន3ទល់2អត់មានការបាយគ្នាដែរទេពី Felix មានការបើកមុខប៉ុន្តែយកមកជាមួយនឹងគូសែនដូចជាមិនខ្លាចទេនៅក្នុង game មួយនេះ Silent 2នេះបាច់ខូចប្រាប់របៀបលេងចេះមកចេះគ្រូយកមក Silent សងខាង2យើងដឹងហើយបិសាយសង King Airy កាប់ combo free ពី Airy ធ្វើការខ្លាំងទេពី line ម្ដាយចុងក្រោយជាមួយនឹងវត្តមានរបស់គូសែនធ្វើការចាយ flicker ដល់ថយបាល់ឡោះខ្លាំងតែប៉ុន្តែជាមួយនឹង line ក៏មានការបាត់បង់ផងដែរបន្តធ្វើ ultimate one god like ទៅលើគូសែនអស់លីង7 kill 0បាទ7 60 stack អាពេល1 0ដំបូងហ្នឹងដូចជាអត់តមានជាមួយនឹង Sky Pizza ហើយបាទអញ្ចឹងឥឡូវ6 kill នេះមក60 stack បាទខ្លួននេះចាំមើលអា team fight មុនហ្នឹងដែលឈ្នះស៊ីបាន3 kill ទៅលើ Pro Esports ហ្នឹងដោយសារតែ team fight ដែលចាប់ផ្ដើមមុនហើយ Silent ទាំងពីរណានៅបាទ Silent នឹងទាំងពីរហ្នឹងមកធ្វើឲ្យ team fight ទៅវិញយកមកបាទឥឡូវចេញឲ្យចេញ dominate ហើយបាទសំរួញទៅចាប់បោកវត្តមានរបស់ Cypher មុនគេយកតែដល់ជាមួយនឹងការបោកផ្ដាច់ Legendary ពីគូសែនលោមិននេះគឺបានទៅលើ team Pro Esports ឥឡូវសំណួរខ្ញុំនៅតែដដែលតើបើសិនជាបានបោក Felix បោកទៅអត់ឥឡូវ Felix ក៏មាននេះគ្នាសំខាន់ណាស់កំពុងបោក Felix ទៅហើយត្រូវនិយាយគ្នាទៀតដោយសារសាច់ game ទៅដល់ late game បើ goal lane គេមានណាឡាពូអត់អាចវាយទៅលើ Felix ទេឡាពូត្រូវយក one shot ហ្នឹងទៅដាក់ទៅលើ Kuzen ដាក់ដាច់ល្អតែដាក់មិនដាច់ក៏បានពជាពេល team fight ក៏មិន Kuzen ឌូ damage ចូល team fight តែឥឡូវតើមើលទឹកមកឲ្យ Kuzen ប្រកាសជា win the net ចូល win the net អីពេញហ្នឹងបានហើយ8-0បាទនិយាយទៅរកយក level មកវាយគេក៏បានដែរមើលឡាពូ level 11 Kuzen level 13បាទ game នេះ200 2-0ក៏ខ្ពស់ដូចគ្នាតែជាមួយនឹងការ comeback impossible comeback ពី teammate នឹងកើតមកវិញតាមរបៀបណាយើងចាំមើលបងប្អូនគ្នាបាទ
ចឹងភ្លាមជាមួយនឹងឡតដាននៅផ្លូវ top lane ប៉ុន្តែ burger ក្លែមមកជាមួយនឹងទី មកវិញអត់ទាន់មានទេពីគូសែនប៉ុន្តែទីបន្ទាប់អូកងអត់ទិញវិននេះគ្នាផងដែរភាគរយច្រើនគឺពួកអេកបាទដល់អាទីពិសាធ្វើការដេញជាមួយនឹងការអត់ឲ្យទប់ T1 Red នៅខាងផ្លូវ midlane ទេប៉ុន្តែ Disvan ក៏នៅក្បែរនឹងដូចគ្នាឡាពូមែនបាទខ្ចីទៅហើយប្រេចូលឬមិនចូលអត់ចូលដូចគ្នាប៉ុន្តែចលោអត់មានមីនៀនបាទមិនអីឡនេះឡទី1ដែលសាសល់មានជាមួយនឹង Seal Thread បាទចឹងអត់បញ្ហាទេអាចធ្វើការ defend ប៉ុន្តែ Go ចាប់ផ្ដើម lead អបច្ចុប្បន្នកែ 5.5 ហើយបាទចាំមើលមើលអាចនឹងធ្វើការឡើងដល់ទៅ 7k 8k អីអត់បាទដោយការចូលបើកមកពី Village ប៉ុន្តែយើងមើលជាមួយនឹង D7 អត់ទាន់មានការ make play ទេ T2 Trend នៅខាងផ្លូវ midlane អាចយកបានដែរទេមានការចាក់ចុះចាក់ឡើងពីសាក់ស៊ូ clear បានជាមួយនឹង lob មួយនេះ free យកតែម្ដង King Area អាទីមកដៃជាមួយនឹងការ combo flip ពី D7 បានរហូតតែមកដៃយើងមើលជាមួយនឹងការផ្ដាច់ pro boss គូសែនធ្វើការផ្ដាច់ជាមួយនឹង King Area បានល្អមកដូចជាមានការបែកជាមួយនឹង Molotov ផងដែរមានការ gain មុខពី Village ធ្វើការមិនឲ្យទៅលើបែកទៅលើ D7 ជាមួយនឹងការដកថយយកបានមួយ Hero ដូជាមួយនឹង Immortal អត់មាន damage ក្នុងការវាយផ្ដាច់ទៅលើ Village ទេបាញ់មិញបាទយើងមើលហើយព្រោះដោយសារ game នេះត្រូវចាំឡាយមានហ្មងបាទប៉ុន្តែឥឡូវឡាយ03បាទអត់តមានជាមួយនឹង damage ហ្នឹងក្នុងការវាយជាមួយនឹង Village ទេមិញ Village មិញឈរសល់ឈាម 20% មាន hero ណាដែលផ្ដាច់ផងដែរបាទអស់ skill លេងហីលេងមកតង់បាទចឹង game នេះដូចជាមានការទៅហើយយកបាន overrank របស់ពីគូសែនបន្ថែមទៀតគូសែននៅក្នុង game នេះ80 stake តោះឥឡូវឱកាសមួយចង់ក្រោយបងគាត់ត្រូវតែបង្កើត team fight មួយតនសមាជិក Pro Esports អស់ Flick 3នាក់បាទហើយបើ team fight ហ្នឹងវាឈ្នះទៀតគាត់អត់មានសិទ្ធិនៅក្នុងការវាយ lot ស្មើនៅពេលដែលគេមាន Flick ទាំង3នាក់ហើយបើគេបាន lot ហើយគេបុកផ្ទះខ្ញុំទទួលស្គាល់ថាគាត់មានភារយទប់ផ្ទះបន្តិចទៅលើការ៉ុកតែបើឲ្យថាទប់ផ្ទះឲ្យខ្លាំងហ្មងដូចយើងមានអា lot មានអាលីមានអីហ្មងអត់មានទេហើយគាត់មាន vibe អីនេះគ្នាត្រាំនេះខ្ញុំមានអារម្មណ៍ថានេះគឺជាប្លោះមួយចង់ក្រោយដើម្បីរកបន្ទុកនឹង comeback game មកវិញហើយយក lot ឲ្យបានតែបើសិនតែគាត់បាន fight អត់ទេបាទ check map ឃើញ Felix ដឹងកន្លែងនេះនៅសល់ 2 ម៉ោងក៏ជា live អាចទៅមុខដែរទេជាមួយនឹងវត្តមានរបស់ Cypher ធ្វើការ cover ជាមួយនឹងការអត់ឲ្យចូលទៅទេប៉ុន្តែយកមកជាមួយនឹង Felix តាំងខ្លាំងមែនទេអាទីជាប់អពីរ៉ូរីមានការបងវាយទៅដល់ពី King Area ធ្វើការហក់អាទីប៉ុន្តែអត់ទាន់មានការប្រើដកថយទេជាមួយនឹងការបន្ត skill ពីសាដូចនេះបងណាបាច់វាយគេវាយមុនយើងឃើញរូបភាពហ្នឹងមិញមួយ Felix នៅ1-4ហ្មងគេដូចនៅដូចយន់សងខាងចឹងឆ្វេងស្ដាំលើក្រោមបាទអត់មានអ្នកវាយសុកចិត្តអត់វាយហ្មងដើរកិច្ចចេញបាទអូចូលចូលក្បួនសឹកបើឆាយតោះ make មក team fight ធ្វើរឿងមកចូលបើមុខទៀតហើយពេល Felix បាទទៅធ្វើការ check map ជាមួយនឹង Cypher ដូចគ្នាខ្ញុំចង់ដឹងនេះ Felix មាន Winter Crown ទេអត់តបាននេះចង់ដឹង Felix គាត់មានជាមួយនឹង Winter Crown អត់បើ Winter Crown ទៀតអូយេបាទ 6k អាចនឹងគួរសាំហើយដល់មិនអាយក្បាលគោហើយនឹង Winter Crown បបលោតមកហើយបាទចូលទៅដល់បោកមុនគេយកទៅដល់ពី D7 ធ្វើការចាប់ជាមួយនឹងវត្តមានរបស់ Cypher Legendary បានទៅលើគូសែនបដៃជាមួយនឹងវត្តមានរបស់សាក់ស៊ូចាប់មួយចាប់ពីរជាមួយនឹងការចាក់ RT ដល់ថយមកដល់ដល់សាមាន RT ដែរទេជាមួយនឹងការចូលទៅហក់ចាប់បដៃជាមួយនឹង Village ធ្វើការណាត់បាត់ពីដល់ចូលដល់ជាមួយនឹងការចាប់បោកបដៃពី Monkey មានការបាត់បង់ដូចគ្នាជាមួយនឹង Live ធ្វើការក្រាក់ទេជាមួយនឹងការដកថយសល់តែមួយដល់យកមកជាមួយនឹងការសល់សាក់ស៊ូក៏ដូចជា Live ផងដែរទៅផ្ទះជាប់ឬមិនជាប់យកទៅបានមីនៀនមកតែមីតមកវេវឯងបាទមកខាងក្រោមមកដូចគ្នាតែ Cypher ការទេអាចដាច់ពីផ្លូវបាទអាចដាច់ពីផ្លូវតើហើយបើក map ពី D7 មានបើកដែរទេ D7 មានជាមួយនឹងបោប្រយ័ត្នប្រយែងទេជាមួយនឹងវត្តមានរបស់ Line មាន Purify ដូចគ្នាប៉ុន្តែយកមកជាមួយនឹង T3 នៅខាងផ្លូវបន្ទំលែនក៏មានការយកបានផងដែរពីវត្តមានរបស់ Team Pro Esports បាទយកបានជាមួយនឹង Lot បើកជាមួយនឹងការបោះវល់មួយប៉ុន្តែមានការបុក RT ទេពី Cypher មាញ់ Cypher ទៅល្មោះជើងជី Cloud ហើយទៀតអញ្ចឹងគាត់អត់មាន Cloud ហ្នឹងចូលទៅ flame ទៅ backstab គឺ down side 5មួយទៀតខ្ញុំចង់ mention មួយឃើញនៅពេលដែល D7 លូតបោកទៅលើការ៉ុករបស់ Cypher ពេលហ្នឹងឃើញបោកបានដែរបើសិននៅដល់ហ្វីលីពីនគេបិទ option 5ហ្នឹងបើសិនឃើញកលៀឡើងលើមេគេចុចវាយ passive ចោលយកមកដើម្បីខ្លួនយើងបាន immune អញ្ចឹងពេលហ្នឹងបើសិនជាកលៀមកយើងវាយមកទី1ឲ្យខ្ទមជាងបោកមកទីយើងអ្នកស៊ីកលៀវិញបាទអាបន្តិចហ្នឹងដែលធ្វើឲ្យ face off roamer អ្នកដែលគេបកកាយវិភាគគេគោឆ្កឹះថ្មិចឲ្យ roamer យើងធំជាង roamer គេបាទចាំលៀមអាទីពីសាប៉ុន្តែមានការបោះវល់ផ្ដាច់ជាមួយនឹងអាទីបាឡូខ្លាំងតែពី Cypher មានការបោះ Shadow ពី Isu បាទT3 ចាប់បោកយកតាមដល់ពី Cypher មានអាទីដែរទេមានការអាទីក៏អត់បាច់ដែរជាមួយនឹងការផ្ដាច់ពីគូសែនប៉ុន្តែយើងមើលជាមួយការបោកមកវិញផងដែរពី B-Mo ទៅលើ D7 មាន Motor អានេះមានការទិញជាមួយនឹង Winter Crown ដែរទេពីវត្តមានរបស់ D7 នៅរត់បានដូចគ្នាជាមួយនឹង King Eric មានការបាត់បង់មួយដែរពីគូសែនប៉ុន្តែគូសែនធ្វើការទិញបាច់គ្រប់គេតាមដល់ទ្រីពគៀគឺបានទៅលើគូសែនក៏ដូចជាជ័យជំនះ2-0